នៅក្នុងអណ្ដូងជ្រៅណារ៉ូដែលងឹតលូឌឺដែលបានធ្លាក់ចូលសភាពងឹតកំពុងផ្លាស់ប្ដូរខ្លួនយ៉ាងស្ងៀមស្ងាត់បន្ទាប់ពីធ្លាក់ចូលពិភពក្រោមសមត្ថភាពដែលគាត់ភ្ញាក់ឡើងមានភាពលើសហេតុផលខ្លាំងគាត់អាចបង្កើតការសម្លេងឆ្លើយតបជាមួយវត្ថុដែលគាត់ប៉ះហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀតគឺមនុស្សធម្មតាម្នាក់អាចភ្ជាប់បានតែជាមួយវត្ថុតែមួយប៉ុណ្ណោះប៉ុន្តែលូឌឺគ្មានដែនកំណត់សមត្ថភាពពិសេសនេះធ្វើឲ្យអង្គការ Qingdao លាតដៃអញ្ជើញគាត់ចូលរួម Qingdao គឺជាអង្គការពិសេសដែលមានភារកិច្ចបំផ្លាញសត្វបានហើយការកើតមានរបស់សត្វបានតាក់ទងជាមួយធម្មពលមួយហៅថាការចងចាំអារម្មណ៍សម្រាមនៅក្នុងអណ្ដូងជ្រៅស្រូបយកអារម្មណ៍និងការតក់ស្លុតតូចរាប់មិនអស់ការបន្តិចម្ដងវាបង្កើតជាសត្វទាំងនេះពួកវាមានសត្រូវជាមួយមនុស្សដោយស្វ័យប្រវត្តិឃើញមនុស្សភ្លាមវាប្រហារភាគច្រើនសត្វបានរស់នៅតំបន់សម្រាមប៉ុន្តែពេលខ្លះក៏លុបលុយទីក្រុងបង្កការបំផ្លិចបំផ្លាញអាវុធធម្មតាមិនអាចធ្វើអ្វីវាបានទេព្រោះស្នូលរបស់វាគឺការចងចាំអារម្មណ៍មានតែមនុស្សភាពប៉ុណ្ណោះដែលអាចវាបំបែកវាមនុស្សភាពគឺជាធម្មពលដែលស្នាក់នៅក្នុងវត្ថុដែលផ្ទុកអារម្មណ៍វត្ថុទាំងនោះជាទូទៅគឺអ្វីដែលត្រូវបានស្រឡាញ់និងប្រើប្រាស់យូរអង្វែងពោពេញដោយអារម្មណ៍របស់ម្ចាស់តែអ្នកដែលអាចជំរុញមនុស្សភាពបានមានតិចណាស់លូឌឺនិងអិនឈីងគឺជាមួយក្នុងចំណោមនោះពួកគេត្រូវបានហៅថាអ្នកភ្ជាប់មនុស្សភាពហើយក៏ជាកម្លាំងស្នូលរបស់ Qingdao លូឌឺគិតថាការចូលរួមអង្គការនេះអាចជួយឲ្យគាត់រកវិធីត្រឡប់ទៅពិភពលើវិញប៉ុន្តែអិនឈីងបានសារភាពថាគាត់មិនដឹងអ្វីទាំងអស់គ្រាន់តែប្រាប់ថាមេដឹកនាំដែលមានរហស្សនាមថាអ្នកដឹងព័ត៌មានទាំងអស់ប្រហែលជាមានចម្លើយបន្ទាប់មកគាត់ប្រាប់លូឌឺឲ្យរងចាំហើយបោះកាបូបលុយមួយឲ្យលូឌឺមានអារម្មណ៍កក់ក្ដៅកំពុងតែចង់អរគុណស្រាប់តែអិនឈីងបន្ថែមថានេះជាលុយដែលលោកខោអាវរបស់អ្នកដើម្បីបង់ថ្លៃព្យាបាលនិងអាហារក៏ដកពីនេះដែរធ្វើឲ្យលូឌឺខឹងដល់កម្រិតចាប់ដៃក្តាប់ប៉ុន្តែអាចតែឈរមើលអិនឈីងចាក់ចេញនៅពេលកំពុងខឹងស្រាប់តែឆ្មាផ្លូវមួយយកកាបូបលុយរត់បាត់លូឌឺប្រញាប់ដេញតាមផ្លូវតូចមួយគាត់ចាប់យកដំបងដែកមួយដោយចៃដន្យហើយទីបំផុតយកលុយត្រឡប់វិញគាត់មិនដឹងថាដំបងដែកនោះគឺជាវត្ថុមានតម្លៃខ្លាំងសម្រាប់អ្នកដទៃឡើយបុរសម្នាក់រត់មកយកវិញហើយយកទៅចិត្តច្រមុះដោយមុខមាត់ពេញដោយការលងលក់លូឌឺសង្កេតឃើញផ្លាក Qingdao នៅលើទ្រូងគាត់បុរសនោះណែនាំខ្លួនហើយនិយាយដោយសម្លេងប្រមាថថាមិននឹកស្មានថាលូឌឺជាចោរប្រហែលជាឪពុកម្ដាយមិនបានអប់រំល្អពាក្យនោះធ្វើឲ្យលូឌឺចិត្តផ្ទុះប៉ុន្តែក្នុងចិត្តគាត់លេចឡើងពាក្យបង្រៀនរបស់ឪពុកចិញ្ចឹមបើចង់ឲ្យអ្នកដទៃស្ដាប់ត្រូវស្ងប់ស្ងាត់និងគិតពីមុំមើលរបស់គេលូឌឺដកដង្ហើមជ្រៅបន្ទាបក្បាលសុំទោសបុរសនោះក៏ភ្ញាក់ផ្អើលហើយសារភាពថាគាត់ទើបតែប្រញាប់ប្រញាល់ពេកវាជាការយកច្រឡំលូឌឺភ្ញាក់ផ្អើលនេះជាលើកដំបូងដែលគាត់សម្រុះសម្រួលជាមួយមនុស្សមកគាត់ហាក់ដូចជាមនុស្សផ្សេងទៀតលូឌឺនឹកដល់ពាក្យឪពុកចិញ្ចឹមថាកុំធ្វើមុខតឹងត្រូវញឹមគាត់ខំញឹមដែលគាត់គិតថាសប្បាយជាងគេប៉ុន្តែបុរសនោះវិញនិយាយថាវាគួរឲ្យខ្ពើមហើយស្រាប់តែខឹងឡើងវិញពាក្យបន្ទោសមកមិនឈប់លូឌឺក៏មិនអាចទប់កំហឹងបានទៀតទាំងពីរចូលស្ថានភាពត្រៀមប្រយុទ្ធបុរសនោះបើកមនុស្សភាពរបស់ខ្លួនលូឌឺយកវត្ថុមួយនៅចិត្តខ្លួនដោយចៃដន្យបុរសនោះភ្ញាក់ផ្អើលព្រោះអិនឈីងធ្លាប់ប្រាប់ថាមនុស្សភាពរបស់លូឌឺគឺស្រោមដៃតែឥឡូវនេះគាត់អាចបំលែងវត្ថុណាក៏បានទៅជាមនុស្សភាពសមត្ថភាពនេះខ្លាំងពេកមិនចម្លែកទេដែលអិនឈីងហៅគាត់ថាជាអរិយៈបុរសនោះវាប្រហារមុនលូឌឺមានមនុស្សភាពខ្លាំងប៉ុន្តែគ្មានបទពិសោធន៍ប្រយុទ្ធឆាប់ក៏ត្រូវបង្ខំស្ថានភាពបុរសនោះពួតថាមនុស្សភាពរបស់គាត់គឺដំបងមួយខណៈដែលគាត់គិតថាជ័យជំនះចិត្តមកដល់ស្រាប់តែមានអ្វីមួយប៉ះមុខគាត់យកទៅឆ្ងាយច្រមុះមុខភ្លាមស្លេកស្លាំងអ្វីដែលលូឌឺកាន់គឺជាឧបករណ៍បូមបង្គន់ហើយនៅលើវាមាននខ្វក់ពណ៌ប្រផេះលូឌឺមិនដឹងថាវាសម្រាប់អ្វីឡើយគ្រាន់តែឃើញគូប្រជែងភ័យខ្លាចគាត់គិតថាប្រហែលជាវាជាអាវុធស្រាប់តែបុរសនោះរត់គេចលូឌឺដេញតាមចេញដល់ផ្លូវធំលូឌឺលោតឡើងហើយយកខ្វក់ពីលើឧបករណ៍ទៅលើគូប្រជែងមិនយូរប៉ុន្មានអិនឈីងបើកឡានមកឃើញមនុស្សពីរនាក់ពេញខ្លួនទៅដល់យកខ្វក់មុខមាត់ដូចជាបាត់បង់ជីវិតបន្ទាប់ពីស្ដាប់រឿងទាំងមូលគាត់សើចរហូតឈរមិនបានប្រកួតឈ្នះចាញ់ដោយបោះអាចរបៀបវាយគ្នារបស់អ្នកទាំងពីរនេះធ្ងន់រសជាតិពេកហើយ